សង្ខេបរឿងរីត្រីដែលធ្នឹងជ័យបានមកចាប់កំណើតក្នុងពុកម្ដាយបណ្ដាលនាងជាម្ដាយនោះយកសឹកឃើញថាដូចជាយកសងយិបសឹកឃើញដងបេះបានទាំងផ្លែយកសឹកឃើញខានោះពេញបូនមីចម្លែកនឹងសឹកនេះព្រឹកឡើងនាងនោះក៏បានធ្វើដំណើរទៅកាន់ផ្ទះតាហោដើម្បីឲ្យទីមើលប៉ុន្តែជួនជាតាហោមិននៅនាងនោះក៏បាននិយាយរឿងសឹកនោះឲ្យប្រពន្ធតាហោដឹងថាតាមសឹកនេះនាងនេះនឹងមានកូនប្រុសម្នាក់អាចឡើងធ្វើជាស្ដេចក៏បានទីបង្ខំថានាងឯងនឹងមានកូនប្រុសកូននោះនឹងទៅជាខ្ញុំគេក្រោយមកនាងនោះក៏កើតបានកូនប្រុសមែនក៏ដាក់ឈ្មោះថាធ្នឹងជ័យអាយុបាន7ឆ្នាំកុមារធ្នឹងជ័យតែងដើរទៅលេងផ្ទះលោកមហាសេដ្ឋីរាល់ថ្ងៃមួយពេលកំពុងតែត្បាញលើផ្ទះប្រពន្ធមហាសេដ្ឋីបានធ្វើឲ្យជ្រុះត្រទៅដីក៏ស្រែកហៅធ្នឹងជ័យឲ្យរើសដោយសន្យានឹងឲ្យអំបុកច្រើនដល់ធ្នឹងជ័យវិញប៉ុន្តែពេលប្រពន្ធសេដ្ឋីយកអំបុកមកធ្នឹងជ័យយំស្រែកប្រកែកមិនព្រមយកដោយយល់ថាអំបុកនោះទឹកពេកសំឡេងយំរបស់ធ្នឹងជ័យបានឮទៅដល់លោកមហាសេដ្ឋីបានប្រល់បិទបញ្ឆោតមួយដោយយកអំបុកដាក់រីពេញលើចង្អេរមួយនិងក្នុងកញ្ជើមួយរួចឲ្យធ្នឹងជ័យជ្រើសរើសធ្នឹងជ័យចាញ់ល្បិចគេក៏បានយកអំបុកនៅលើចង្អេរតែក្រោយមកក៏មានការភ្ញាក់រលឹកមើលឃើញថានេះជាការបោកប្រាស់ក៏សុំម្ដាយខ្លួនឲ្យយកខ្លួនទៅនៅបម្រើលោកសេដ្ឋីដើម្បីសងសឹកពេលនៅជាមួយសេដ្ឋីធ្នឹងជ័យបានត្រូវសេដ្ឋីប្រាយ៉ាងវក់វីដូចជាឲ្យរត់តាមសេះទៅរោងជំនុំគួរស្ដេចចាំចំការខ្វៀលគោធ្វើការក្នុងផ្ទះទៅជញ្ជូនអីវ៉ាន់ពេលភ្លើងចាស់ផ្ទះប៉ុន្តែគ្រប់សកម្មភាពបានត្រូវធ្នឹងជ័យផ្ចាញ់យ៉ាងធ្ងន់ធ្ងរដូចជាធ្នឹងជ័យរើអាចម្សេះដាក់ថងយាមបណ្ដោយឲ្យគោក្របីចូលស៊ីដំណាំក្នុងចំការអស់ចាប់គូឈ្មោះអ្នកស្រុកចំបណ្ដាលឲ្យមានរឿងរ៉ាវដល់សេដ្ឋីរែកហៅលោកសេដ្ឋីឲ្យមកពិសាបាយឲ្យគាត់ខ្មាស់គេយ៉ាងខ្លាំងនឹងជញ្ជូនតែសម្បុកមួនសម្បល់ពតពេលភ្លើងចាស់ផ្ទះជាដើមដោយខ្លាចប្រាជ្ញាធ្នឹងជ័យនឹងដើម្បីសងសឹកផងលោកសេដ្ឋីក៏បាននាំធ្នឹងជ័យទៅថ្វាយស្ដេចនៅជាមួយមុនដំបងស្ដេចបានដេញប្រាជ្ញាធ្នឹងជ័យដូចជាឲ្យធ្នឹងជ័យផើស្ដេចឲ្យធ្នឹងជ័យរកពងមាន់ឲ្យបានមួយពេលមុជចូលទៅក្នុងទឹកឲ្យធ្នឹងជ័យជិះដំរីចាស់ក្រិចជើងដឹកក្រយាស្ងើយស្ដេចទៅប្រពីតប្រៃឲ្យធ្នឹងជ័យបោះសម្រាមនៅក្រោមដំណាក់ឲ្យធ្នឹងជ័យរកមាន់មកប្រចោលនឹងមាន់ស្ដេចឲ្យធ្នឹងជ័យរកក្របីមកចូលនឹងក្របីស្ដេចក្នុងការដេញប្រាជ្ញានេះធ្នឹងជ័យបានឈ្នះស្ដេចគ្រប់លើកធ្វើឲ្យស្ដេចខ្មាស់ហើយដុសគំនិតព្យាបាទកាត់បំបាក់ដូចជាប្រាស្រីស្នំឲ្យទៅជួសអាចដាក់ផ្ទះធ្នឹងជ័យសពមុខធ្នឹងជ័យហើយមិនឲ្យធ្នឹងជ័យចូលវាំងតែគ្រប់អំពើព្យាបាទឈ្នានេះស្របោះតិចត្រូវបានធ្នឹងជ័យផ្ចាញ់ផ្ចាយ៉ាងដំណំដូចជាធ្នឹងជ័យហ៊ានចំទឹកក្តិតដាក់ស្ដេចហ៊ានវីពួកមេនាងដែលស្ដេចប្រើឲ្យទៅជួសអាចដាក់ផ្ទះប្រាជ្ញាធ្នឹងជ័យល្បីល្បាញពេញប្រទេសជាតិនិងរីកសាយរហូតដល់ប្រទេសចិនស្ដេចស្រុកចិនក៏បានបញ្ជូនអ្នកប្រាជ្ញគេមកស្រុកខ្មែរដើម្បីធ្វើការភ្នាល់គ្នាជាមួយស្ដេចស្រុកខ្មែរទីរកចំនួនគ្រប់អលឹកដែលចិនយកមកក្នុងបំណងយកស្រុកខ្មែរជារណបក្នុងការដោះចំណោទលើកនេះធ្នឹងជ័យយកខ្លួនធានាប៉ុន្តែដោយចំណោទទីរកចំនួនគ្រប់អលឹកនោះពិបាកពេកធ្នឹងជ័យដោយមិនចង់ឃើញប្រទេសជាតិខ្លួនធ្លាក់ក្នុងកណ្ដាប់ដៃចិនក៏បានទៅលោតទឹកសម្លាប់ខ្លួនតែគាត់មិនលិចបែរជាសត្វទៅប៉ះសំពើចិនក៏តោងជាប់ពេលនោះជួនជាយឹបស្ងាត់ធ្នឹងជ័យបានឮពួកមន្ត្រីចិននឹងណាប់រៀនរបស់គេជែកគ្នាពីចំនួនគ្រប់អលឹកក្នុងផ្លែនីមួយធ្នឹងជ័យបានឮក៏ហែត្រឡប់មកផ្ទះវិញស្អែកឡើងគាត់ក៏បានទីរកចំនួនគ្រប់អលឹកត្រូវទាំងអស់ពូចិនទទួលព្រមចាញ់បានប្រកល់សំពើឲ្យស្ដេចខ្មែរ500គ្រឿងរួចត្រឡប់ទៅវិញដោយខ្លាចប្រាជ្ញាធ្នឹងជ័យស្ដេចពុំហ៊ានឲ្យគាត់នៅចិត្តវាំងក៏បញ្ហាទៅនៅឆ្ងាយឯដងទន្លេទីនោះធ្នឹងជ័យបានបង្កើតឲ្យមានការបងពន្ធភុយបណ្ដាលឲ្យមានទំនាស់ជាមួយពូឈ្មួញដែលរកស៊ីតាមដងទន្លេជាហេតុធ្វើឲ្យស្ដេចមានលេសប្រើពេជ្រឃាតចាប់ធ្នឹងជ័យយកទៅសម្លាប់ចោលធ្នឹងជ័យបានបោកពូពេជ្រឃាតច្រៀងរំលើទូករួចគាត់លួចលោតចុះទៅក្នុងទឹកហើយកេកមកបួសជាព្រះសង្ឃក្នុងវត្តមួយគេបានគិតថាធ្នឹងជ័យស្លាប់ក្នុងទឹកទន្លេហើយដំណឹងនេះបានឮដល់ស្ដេចស្រុកចិនស្ដេចចិនសប្បាយចិត្តណាស់ក៏បានបញ្ជាឲ្យអ្នកប្រាជ្ញគេមកស្រុកខ្មែរចោទប្រស្នាភ្នាល់ដាក់ប្រទេសជាតិទៀតស្ដេចខ្មែរមានការភិតភ័យនិងព្រួយបារម្ភជាខ្លាំងព្រោះគ្មាននរណាអាចទើជាមួយអ្នកប្រាជ្ញចិនបានក៏ប្រកាសអំពាវនាវរកអ្នកប្រាជ្ញមកជួយធ្នឹងជ័យបានសឹកចេញពីវត្តមកជួបស្ដេចហើយបានជោគជ័យជាលើកទី2ស្ដេចខ្មែរត្រេកអរក្នុងចិត្តនឹងជ័យជំនះក៏ចង់រកប្រពន្ធធ្នឹងជ័យតែធ្នឹងជ័យប្រសិទ្ធមិនរំស្ដេចរកដោយគាត់ចាត់ទុកនារីដែលនៅស្ងៀមចាំតែគេលើកឲ្យមានប្តីនោះថាសុទ្ធតែជីនីគាត់បានដើររកប្រពន្ធខ្លួនឯងហើយក៏បានជួបនឹងនាងសួស្ដីដែលគាត់ចាត់ទុកថាជាស្រីពេញលក្ខណៈរួចបានស្ដីដណ្ដឹងនឹងរៀបការតាមប្រពៃណីខ្មែរក្រោយមកទៀតស្ដេចខ្មែរនិងពួកមន្ត្រីសត្វភូមិមានការព្រួយបារម្ភនឹងប្រាជ្ញាធ្នឹងជ័យកាន់តែខ្លាំងនិងសពធ្នឹងជ័យកាន់តែខ្លាំងផងនោះក៏បាននៅប្រទេសគាត់ឲ្យទៅនៅស្រុកចិនដោយជឿថានឹងត្រូវស្លាប់បងនៅទីនោះមិនខាននៅស្រុកចិនធ្នឹងជ័យបានធ្វើនំបញ្ចុកលក់ល្បីដល់ស្ដេចចិនចង់សើចំណីចម្លែករបស់ធ្នឹងជ័យក៏ហៅធ្នឹងជ័យយកនំទៅថ្វាយដែលជាហេតុបណ្ដាលឲ្យគាត់មានលទ្ធភាពអាចមើលមុខស្ដេចចិនបានព្រមទាំងបានពោលពាក្យប្រមាថហៅផងស្ដេចចិនខឹងក៏អាមាត្យចាប់ធ្នឹងជ័យទៅដាក់គុកសម្រិតក្នុងគុកធ្នឹងជ័យបានប្រដាល់គ្នាជាមួយអ្នកទោសចិនដើម្បីកុំឲ្យរងាស្លាប់រួចគាត់ឆ្លៀតធ្វើខ្លែងអាកបង្ហើរពេលយប់ស្ដេចចិនបានឮសំឡេងអាករបស់ខ្លែងក៏មានការភិតភ័យព្រួយបារម្ភក៏ហៅហោរាមកគន់គូមើលហោរាចិនបានទីថាគឺជាសំឡេងនៃសត្វចម្លែកមួយនឹងចូលមកស៊ីមនុស្សក្នុង
រុកចិននោះអស់មិនខានបើមិនព្រមដោះលែងអ្នកប្រាញ់ស្រុកខ្មែរចេញពីគុកហើយជូនគេត្រឡប់ទៅស្រុកខ្មែរវិញទេស្ដេចចិនឮដូច្នោះក៏បញ្ជាឲ្យគេដោះលែងធ្នឹងជ័យហើយរៀបចំសំពើមួយមានវត្ថុប្រើប្រាស់ល្អជាច្រើននិងប្រជាជនចិន100នាក់ជូនដំណើរធ្នឹងជ័យត្រឡប់មកស្រុកខ្មែរវិញឃើញធ្នឹងជ័យអាចរកមធ្យោបាយត្រឡប់មកមាតុភូមិវិញដោយជោគជ័យយ៉ាងនេះស្ដេចខ្មែរនិងពួកមន្ត្រីសត្វភូមិខ្មែរមានសេចក្តីកោតខ្លាចប្រាជ្ញាធ្នឹងជ័យលែងហ៊ានមករករឿងហេតុទៀតបណ្ដោយឲ្យធ្នឹងជ័យបានរស់នៅជាមួយភរិយាយ៉ាងសុខសាន្តថ្ងៃក្រោយមកធ្នឹងជ័យមានជំងឺជាទម្ងន់មុននឹងស្លាប់គាត់បានហៅស្ដេចមកផ្ដាំថាសយត្រីព្រួកុំចោលស្រកាសយត្រីប្រាកុំចោលស្រកេស្លំជូរក្បាលត្រីត្រូវដាក់ម្ជូរសណ្ដានហើយផ្ដាំប្រពន្ធថាកាលណាគាត់ស្លាប់ទៅឲ្យយកសាកសពគាត់ទៅកប់ហើយធ្វើចម្រងដាំខ្ញាលើភ្នូដើម្បីការពារភ្នូនោះទៅ